ជំរាបសួរបងប្អូនថ្ងៃនេះមកបង្ហាញបងប្អូនទៀតហើយពីរបៀបធ្វើសាច់មិនញោមទឹកប្រហុកបងប្អូនមុខម្ហូបបែបងាយស្រួលហើយចំណាយពេលតែ5នាទីទៅ7នាទីបានញ៉ាំហើយបងប្អូនដំបូងបងប្អូនខ្ញុំមានមើមខ្ទឹមបារាំងមើមខ្ទឹមពណ៌ក្រហមខ្ញុំហាន់ច្រវាម៉ូរៀងស្ដើងមកល្មមមិនក្រាស់ពេកក៏មិនស្ដើងទេបងប្អូនយើងហាន់ហើយយើងទុកបន្លែហើយខ្ញុំមានជីវ៉ាន់ស៊ុយស្លឹកជីវ៉ាន់ស៊ុយនោះប្រហែលជាមួយដៃបងប្អូនខ្ញុំយកមកហាន់វាហើយអញ្ចឹងដើម្បីទុកគ្រាន់ដាក់លាយជាមួយគ្នាអញ្ចឹងណាហើយទុកម្លែកបន្ទាប់មកបងប្អូនខ្ញុំយកកូនទៅធន់ទូចមួយខ្ញុំដាក់ទឹកប្រហុកប្រហែលជាមួយវេចសឡធំបងប្អូននេះខ្ញុំដាក់ក្នុងធន់ហ្នឹងទឹកប្រហុកហ្នឹងខ្ញុំកូរទុកខ្លួនឯងខ្ញុំធ្វើទុកបងប្អូនខ្ញុំទុក3 4ខែអត់ខូចទេទុកញោមទុកភ្លាអញ្ចឹងតែឆ្ងាញ់បងប្អូនទឹកប្រហុកនេះខាប់ល្អហើយខ្ញុំដាក់ម្ទេសក្រៀមបងប្អូនខ្ញុំចូលចិត្តម្ទេសក្រៀមពេលខ្ញុំធ្វើសាយមិនឬសាច់គោអីចឹងខ្ញុំដាក់ម្ទេសក្រៀមហ្នឹងវាឆ្ងាញ់ជាងអញ្ចឹងណានឹងខ្ញុំដាក់ពីស្ព្រាកន្លះខ្ញុំដាក់ចូលហើយខ្ញុំបន្ថែមទឹកត្រីហ្នឹងប្រហែលជាមួយស្ព្រាបាយយើងណាបងប្អូនព្រោះទឹកប្រហុកខ្ញុំមិនសូវជាប្រៃមកល្មមពេលយើងដាក់ញ៉ាំមួយបន្លែអញ្ចឹងវារីងស្ទើរប្រៃបន្តិចអញ្ចឹងខ្ញុំថែមទឹកត្រីបន្តិចទៅណាបងប្អូនដើម្បីឲ្យមានជាតិកុំឲ្យវាសាបពេកមកល្មមហើយមិនប្រៃទេបងប្អូនហើយនេះម្ទេសខ្ញុំបុកជាមួយនឹងខ្ទឹមទុកអញ្ចឹងដែរណាបងប្អូនខ្ញុំនិយាយទៅគ្រឿងខ្ញុំគឺខ្ញុំភិកច្រើនខ្ញុំរបស់ណាដែលខ្ញុំធ្វើទុកបានខ្ញុំធ្វើទុកពេលយើងរវល់ការងារអញ្ចឹងយើងអាចឆ្លៀតធ្វើម្ហូបដូចថារយៈពេលខ្លីអីចឹងយើងអាចធ្វើបានញ៉ាំអញ្ចឹងណាបងប្អូនងាយស្រួលហ្នឹងហើយហើយបន្ទាប់មកខ្ញុំដាក់ស្ករមួយស្ព្រាបាយជាមួយនឹងប៊ីចេងហ្នឹងមកចុងលព្រាបាយយើងហ្នឹងតែប៉ុណ្្នឹងឯងបងប្អូនគ្រឿងអត់ច្រើនទេហើយបន្ទាប់មកទៀតខ្ញុំយកខ្ទឹមក្រហមហ្នឹងដាក់ចូលជាមួយនឹងទឹកប្រហុកហ្នឹងបងប្អូនហើយនឹងស្លឹកជីវ៉ាន់ស៊ុយហ្នឹងដាក់ចូលគ្នាអញ្ចឹងមកព្រោះអីយើងច្បល់អស់នឹងចូលគ្នាដើម្បីឲ្យវាចូលសព្វគ្រឿងនឹងហើយអញ្ចឹងណាបងប្អូនអត់មានពិបាកទេយើងធ្វើបន្លែមានតែតិចហើយគ្រឿងក្រៅយើងមានធ្វើទុកឲ្យស្រាប់គាត់ឲ្យយើងយកមកលាយទៅឃើញទេបងប្អូនយើងលាយក៏ញ៉ាំវាបន្តិចទៅមកល្មមហើយបន្ទាប់មកទៀតបងប្អូនមានផ្លែក្រូចខ្ញុំដាក់ផ្លែក្រូចប្រហែលជា22ផ្លែដែរ2ទៅ3ផ្លែណាបងប្អូនដាក់តាមបងប្អូនចូលចិត្តជូរឬក៏អត់សូវជូរហើយបើបងប្អូនចូលចិត្តចង់ហឹរអាចដាក់ម្ទេសស្រស់បានតែខ្ញុំធ្វើអីងាយបងប្អូនដាក់ម្ទេសក្រៀមចេះឲ្យទឹកម្ទេសខ្ញុំបុកស្រាប់ជាមួយខ្ទឹមខ្ញុំដាក់គ្រឿងទុកឲ្យម្ដុំលាយចូលគ្នាហើយបន្ទាប់មកខ្ញុំយកត្រីសាយមុនយើងហ្នឹងបងប្អូនយកវាផ្ដិតកដាដាក់កដាជូតដៃយើងហ្នឹងផ្ដិតវាឡើងស្ងួតយើងយកមកបកស្បែកវាហើយយើងហាន់ប្រទេសចំណិតតិចតួចតិចទៅខ្ញុំអត់ចូលចិត្តចំណិតធំខ្ញុំដាក់ចំណិតមកល្មមអ្នកខ្លះគេចិត្តធំទៅតាមបងប្អូនចូលចិត្តតែខ្ញុំចិត្តចំណិតទូចព្រោះខ្ញុំអត់សូវចូលចិត្តឆៅដាក់ស្រស់ពេកទេបងប្អូនខ្ញុំដាក់តតែខ្ញុំជ្រុំមួយទឹកប្រហុកឬក៏ស្ទប់បន្លែអីចឹងណាតាមបងប្អូនតម្រូវតាមបងប្អូនចូលចិត្តខុសគ្នាអញ្ចឹងតែនេះសម្រាប់ខ្ញុំធ្វើមួយស្ទប់មួយបន្លែស្ពៃបូកូមួយមើមទ្រាប់មើមអីចឹងណាបងប្អូនហ្នឹងហើយតែប៉ុណ្្នឹងឯងបងប្អូនចិត្តរៀងផ្ទះស្អាតចឹងមកឲ្យដាក់លាយចូលជាមួយនឹងទឹកប្រហុកហ្នឹងឃើញខ្ញុំលាយទឹកប្រហុកនឹងទុកហើយខ្ញុំចិត្តសាយមុនយើងច្បល់យួរបានទេបងប្អូនយើងច្បល់ល្មមហើយយើងយកទៅញ៉ាំទៅកុំឲ្យច្បល់ទុកយូរពេកវាឆ្អិនសាច់ហ្នឹងហើយនេះឃើញបងប្អូនចិត្តហើយដាក់ចូលកធន់ហ្នឹងមកហើយច្បល់វាមិនតិចរៀងច្បល់ឲ្យទុនចូលទឹកប្រហុកទៅបន្តិចទៅបានហើយកុំឲ្យវាចូលសាច់នឹងហើយវាធ្វើឲ្យសាច់នឹងឆ្អិនយើងញ៉ាំទៅអត់ឆ្ងាញ់ទេបងប្អូនឃើញទេយើងកូរច្បល់វាតែមកល្មមប៉ុណ្ណឹងរួចរាល់បងប្អូននិយាយរសជាតិឆ្ងាញ់អរគុណ